នេះជាការបង្ហាញទៅលើស្ត្រីម្នាក់ដែលមានវ័យ32ឆ្នាំជាកូនលើកដំបូងម្ដាយមានសុខភាពល្អទាំងឪពុកទាំងម្ដាយតែគាត់បានមកពិគ្រោះយោបល់នៅក្នុងការពិនិត្យអេកូនៅត្រីមាសទី1ដើម្បីវិតម្លៃស្ថានភាពធម្មជាតិនៃកូននៅក្នុងផ្ទៃពោះរបស់គាត់ថាតើកូនគាត់ហ្នឹងមាននៅក្នុងស្បូនមែនអត់ឬនៅក្រៅស្បូនប៉ុន្តែរយៈពេលដែលគាត់គិតថាគាត់អត់សូវយល់គាត់គិតថាចាំកូនគាត់លើសពី6អាទិត្យ7អាទិត្យចាំគាត់មកមើលដល់ពេលគាត់គិតទៅសត្វតែមកដល់យើងវាស់វែងទៅឃើញថាកូនគាត់ហ្នឹងមានវ័យស្មើនឹង11សប្តាហ៍បានន័យថា2ខែជាងណា2ខែជាងយើងវាស់គាត់ទៅឃើញនេះយើងឃើញកូនគាត់បានន័យថាចន្លោះនេះគឺទឹកដក់ចង្កណានេះថាគឺស្មើនឹង11គ្រប់ខែថ្ងៃទី11ខែ11 2024គាត់ពពោះចន្លោះថ្ងៃទី26ខែសីហាឆ្នាំ2024បាទអញ្ចឹងបានន័យថាកូនគាត់ហ្នឹងនៅក្រោម3ខែបានន័យថាទុំតែ11សប្តាហ៍1ថ្ងៃតែដល់ពេលយើងឆែកពីសុខភាពទូទៅរបស់គាត់បែរជាឃើញកូនគាត់ហ្នឹងមានស្ថានភាពធម្មជាតិមួយដែលមានកម្រាស់ទឹកដឹកចង្កនឹងក្រាស់គេហៅថា NT បាទ NT គាត់ក្រាស់អញ្ចឹងយើងវាស់មើលកម្រាស់ NT គាត់តើឃើញប្រមាណនេះ NT គាត់ហ្នឹងយើងវាស់ទៅឃើញអាច4ជាងណា4.62 មីលីម៉ែត្រណាអញ្ចឹងវាក្រាស់អញ្ចឹងវាធម្មតាកម្រាស់របស់វាតែចន្លោះហែបខ្ទង់តែ3 ទៅ 3 កន្លះមានហានិភ័យនៃជំងឺ Down syndrome អាចកើតចេញមកកាល Down syndrome អញ្ចឹងពេលនេះយើងហួសដើម្បីដឹងបញ្ជាក់ថាកូននឹងមានបញ្ហា Down គេអាចបូមធ្វើ NITP មួយទៀតណាយើងឃើញនេះភាពពពងមានចលនាអញ្ចឹងចលនានេះឃើញច្បាស់ហ្មងគឺរីកខុសប្រក្រតីណាបានន័យថានេះគឺជាតមសិទ្ធិក្បាលពុកគាត់អានេះអវយវៈជើងក្រោមនេះដៃគាត់នេះក្បាលនេះឃើញនេះស្រោមទៅភ្លោះនេះគឺការរីកបងបាទអញ្ចឹងគឺបានន័យថាកូនគាត់នឹងមានជំងឺ Down ក្រោយកំណើតថា Down syndrome ណាអញ្ចឹងរាល់ស្ត្រីជាម្ដាយទាំងអស់គួរតែកុំឲ្យធ្វើម៉េចហួសរយៈ